สุดเลยพวกไม้บางโอนแต่เมียนดำน้ำกายสู้อย่างนี้ยืงหมกเลงnơi chấm cá bàn tay chẹt sấy cho mặt tự chôn tại ban pra pra lật phòរបស់ក្រុមហ៊ុន VKSN នេះដើមនេះការវាដើមទីវាអត់ចេញប៉ុន្តែឥឡូវវាចេញវិញឥឡូវវាចេញនេះវាដុះសាច់ថ្មីខ្ញុំប្រើកាន់នាទីហ្នឹងបាន2ដងអត់បានបើបាន3ដងកាលពេលទេពបើយើងបាញ់ម្ដងហ្នឹងដឹងល្អហ្មងប៉ុន្តែមិនមែនមកដើមបងប្រភេទដើមឈឺច្រើនណានៅដូចដើមក្នុងប្រេសសបកអីនោះដើមចងរឹងអីហ្នឹងសាក់ដើមដាច់ប៉ុន្តែជាក់ស្ដែងបន្ទាប់ពីគាត់បានប្រើរយៈកាល2ដងវាចេញវិញអ្នកធ្វើជាការទៅគ្នាដឹងហើយថាដុសសាច់ថ្មីហ្នឹងបានន័យថាវាជាវិញហ្នឹងធម្មតាបញ្ហាដែលវាប្រេសសបកហ្នឹងគឺវាឆ្លងទៅជាមួយនឹងបញ្ហាផ្សិតថ្នោតវាធ្វើឲ្យហើមសបកប្រេសសបកប៉ុន្តែជាក់ស្ដែងបន្ទាប់ពីការបាញ់សបកដែលថ្មីវាដុះវិញគឺវាដុះលឿនបងប្អូនអាចសង្កេតមើលហើយតាក់ទងជាមួយនឹងសបកដែលមានបញ្ហាផ្សិតថ្នោតជាទូទៅវាចំណាយរយៈពេលវែងប៉ុន្តែដង្ហើមជ័រគឺនៅតែអត់ចេញប៉ុន្តែជាក់ស្ដែងបន្ទាប់ពីការប្រើដង្ហើមជ័រគឺចេញឡើងវិញបច្ចៈទឹកដី2ឆ្នាំ3ឆ្នាំហើយហ្នឹងបងនៅហ្នឹងគេហៅភូមិអីនេះភូមិសាច់សនៅខាងភូមិសាច់សហ្នឹងនៅខាងឆ្លងទឹកដីខេត្តកញ្ចេះឃុំឆ្លងឡើយស្រុកថ្មីផងឃុំដំរីផងស្រុកឆ្លងប៉ុន្តែយើងសង្កេតបន្ទាប់ពីការប្រើឲ្យបងប្អូនមើលកម្លាំងស្លឹកតាក់ទងជាមួយនឹងស្លឹកគឺខ្មៅរលើបតាក់ទងជាមួយនឹងកស៊ូកម្លាំងស្លឹកបើសិនជាលឹកវាខ្មៅមានពន្លឺកម្រិតនៃការបញ្ចេញទិន្នផលជ័រគឺបានច្រើនដូចគ្នាហើយគាត់មានជ័រនេះក៏បានជាជ័រវិញហើយបានជ័រវិញបាទវាពីមុនវាឈឺវារៀបទៅហើយវារៀបងាប់ហើយយើងអ្នកដែលមានកស៊ូគឺគាត់ដឹងបញ្ហាដែលដាច់ដង្ហើមជ័រកម្រប្រភេទថ្នាំដែលបាញ់ឡើងដង្ហើមជ័រវិញបានណាបងប្អូនឥឡូវវាជាវិញបាទជាវិញវាមានជ័រវិញការឆ្នាំទៅវាអត់បានវាចោលការប្រើកាន់នាទីហ្នឹងអាហ្នឹងតើតើអង្គការបាញ់យើងជះធ្វើម៉េចឲ្យលើមុខជាលើកចុះលើកឡើងមកផុតអាហ្នឹងកំពុងស្ពាយបាទកំពុងស្ពាយយើងបើកល្មមយើងសេរីធ្វើម៉េចឲ្យវាផ្សែងបាច់បាញ់ខ្លាំងទេគ្រាន់តែសើមយ៉ាងឲ្យបានជុំវិញលើកផុតមកកម្ពស់យើងជាពោះជាងយើងជាបន្តិចក៏បានដែរយើង2ម៉ែត្រមកសម្រងដៃ2ម៉ែត្រឲ្យតែសពទៅធានាថា2ឆ្នាំ3ឆ្នាំដឹងតែល្អឡើងវិញហ្មងជាបានវិញតើតើជាមួយនឹងប្រសិទ្ធភាពវាយើងចាយពេលខ្ទង់ចន្លោះថាមួយខែទៅមួយខែកន្លះដោយសាររយៈពេលគម្លាតនៃការបាញ់15ថ្ងៃយើងបាញ់ម្ដងតើតើជាមួយនឹងប្រសិទ្ធភាពវាគឺវាព្យាបាលដើមឲ្យមានលំហូរជ័រឡើងវិញដើមដែលមានបញ្ហាគាំងជ័រខ្សោយជ័រជំងឺមុខបញ្ហាផ្សិតប្រេសសម្បកឬក៏បញ្ហាជំងឺកស៊ូផ្សេងទៀតដែលនាំឲ្យដាច់ទឹកជ័រប្រភេទថ្នាំរបស់ក្រុមហ៊ុន VKSN កាន់តែស៊ីព្យាបាលឲ្យមានដង្ហើមជ័រឡើងវិញជាសះស្បើយយ៉ាងឆាប់រហ័សបើសិនជាបងប្អូនមានចម្ងល់តាក់ទងជាមួយនឹងរបៀបប្រើប្រាស់ឬក៏ចង់ដឹងបច្ចេកទេសដើម្បីព្យាបាលលើដំណាំកៅស៊ូបងប្អូនអាចតាក់ទងតាមលេខទូរស័ព្ទដែលមាននៅលើ caption នៅក្នុងវីដេអូអញ្ចឹងវីដេអូខ្ញុំសូមបញ្ចប់នៅត្រឹមនេះសូមអរគុណ